បងប្អូនហូបឆ្អិនហ្នឹងតាជើញឆ្ងាញ់ជាមួយខ្ញុំបាយជាមួយគ្នាមកហើយហូបខ្ញុំហ្នឹងមាន3បុកហ្នឹងអូយកូនយាមហាងកូនណាកូនយាមហាងចេះไหมកូនអូទឹកភ្នែកលេងដងចឹងកូននៅយាមហាងទៅយាមនៅមុខហាងមកណាគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា Welcome to my video channel YouTube របស់ខ្ញុំថ្មីបងប្អូនដែលមានឈ្មោះថាសុធានីខ្មែរ Food បងប្អូនជួយគ្រប់គ្រងនាងខ្ញុំផងណាសូមស្វាគមន៍មកកាន់ channel YouTube ថ្មីរបស់ខ្ញុំទើបតែបង្កើតបានបងប្អូនចាថ្ងៃនេះដែរខ្ញុំមានមុខម្ហូប3មុខសម្រាប់ចែកជូនបងប្អូនទស្សនាសម្រាប់វីដេអូធ្វើម្ហូបខ្ញុំលើកទី1នេះបងប្អូនខ្ញុំចង់ចែករំលែកពីសកម្មភាពការរស់នៅរបស់ខ្ញុំជាប្រចាំថ្ងៃតាំងពីធ្វើម្ហូបចានទី1រហូតដល់ខ្ញុំធ្វើហើយរួចរាល់ហើយពីសកម្មភាពខ្ញុំធ្វើអ្វីខ្លះបងប្អូនចាំតាមដានទស្សនាដូចតទៅចាសាច់មាន់នេះវានៅកកអញ្ចឹងខ្ញុំយកចេញមកក្រៅបានប្រហែលជា 2-3 ម៉ោងបងប្អូនហើយឥឡូវហ្នឹងវានៅកកខ្លះដែរវាមិនទាន់ទុនទាំងអស់ទេតែយើងអាចធ្វើញ៉ាំបានអញ្ចឹងណាបងប្អូនសាច់មាន់ដែលខ្ញុំលាងហើយខ្ញុំទុកមួយឡែកឲ្យវាស្រស់ទឹកបងប្អូនបន្ទាប់មកខ្ញុំមករកគ្រឿងក្រៅដើម្បីដាក់ឆាសាច់មាន់ហើយនឹងស្លបងប្អូនហើយវីដេអូខ្ញុំនេះលើកទី1ដែលខ្ញុំបានបង្ហាញបងប្អូនបើសិនជាមានកន្លែងតោះខុសខ្វះខាតអីសូមអធិស្ឋានផងណាបងប្អូនណាហើយឥឡូវម្ទេសហើយនឹងស្លឹកក្រូចសើចយកចេញមកដើម្បីយើងឆាម្ហូបបងប្អូនឆាសាច់មាន់ណាហើយខ្ញុំចាប់ផ្ដើមបេះតកួនព្រោះអីសម្លខ្ញុំថ្ងៃនេះមាន3មុខគឺមានឆាតកួនប្រេងខ្យងឆាសាច់មាន់ហើយនឹងតុងយ៉ាំសាច់មាន់ដែរគ្រឿងឆាខ្ញុំអត់សូវសំខាន់ទេបងប្អូនខ្ញុំមានអីដាក់នឹងអញ្ចឹងណាមាននៅក្នុងទូទឹកកកអីខ្ញុំដាក់នឹងបងប្អូនដូចជាស្លឹកក្រូចសើចហើយមើលម្ទេសជីវិតប្រចាំថ្ងៃរបស់ខ្ញុំអត់មានអីទេបងប្អូនមានតែដដែលចឹងឯងធ្វើម្ហូបហើយទៅមើលនៅហាងហើយមកមើលនៅចក្រានបាយតែប៉ុណ្្នឹងបងប្អូនហើយឥឡូវហ្នឹងខ្ញុំយកគ្រឿងក្រៅចេញហើយយកតកួនយកមកដែរដើម្បីយើងឆាសាច់ឆាមួយមុខនេះខ្ញុំអត់បានដាក់បន្លែទេបងប្អូនព្រោះអីត្រូវចែករំលែកសាច់ហើយនឹងទឹកដើម្បីដាក់ឲ្យកូនឆ្កែស៊ីផងដែរចឹងទៅកុំឲ្យខាតពេលខ្ញុំឆាតែម្ដងឲ្យរួចជាស្រេចតែម្ដងមនុស្សបានញ៉ាំហើយបានកូនឆ្កែទៀតឥឡូវហ្នឹងយើងចាប់តាមបេះតកួនបងប្អូនហើយតកួននេះខ្ចីល្អបងប្អូនខ្ញុំទិញយកមកដាក់ក្នុងទូទឹកកករៀងយូរថ្ងៃដែរហើយនៅតែស្រស់ល្អទៀតណាចឹងទៅបងប្អូនលាងឲ្យបានច្រើនទឹកដើម្បីវាអស់ជាតិដីហើយនឹងអាស្លឹកឈើស្លឹកចាស់ផងដែរណាបងប្អូនបន្ទាប់ពីយើងលាងតកួនបានស្អាតល្អហើយយើងត្រាំវាទុកមកឡែកសិនទៅឥឡូវហ្នឹងយើងមកលាយគ្រឿងរបស់យើងមានម្ទេសហើយនឹងស្លឹកក្រូចសើចនិយាយទៅក្នុងទូទឹកកកខ្ញុំមានអីខ្ញុំដាក់នឹងអញ្ចឹងណាបងប្អូនហើយនឹងកុំភ្លេចខ្ទឹមព្រោះខ្ទឹមអត់ខ្វះអត់បានទេអានឹងឈ្ងុយខ្លាំងហ្នឹងហើយចាបងប្អូនឥឡូវយើងចាប់ផ្ដើមកាប់សាច់មាន់ណាបងប្អូនកាប់ជាដុំសម្រាប់បងប្អូនចង់បានតូចធំអីតាមចំណង់ចំណូលចិត្តបងប្អូនញ៉ាំអញ្ចឹងណាតែសម្រាប់ខ្ញុំកាប់រៀងធំតិចដើម្បីខ្ញុំពេលមួយងាស់ទៅវាឆ្អិនទៅវារៀងរួញតិចបងប្អូនរួញវាតូចជាងមុនអញ្ចឹងណាបងប្អូនដើម្បីថាយើងញ៉ាំទៅមកល្មមតែយើងកាប់តូចពេកល្មមតែឆ្អិនទៅវារត់ទៅតូចទៀតអញ្ចឹងហើយសាច់មាន់នេះវានៅឈាមច្រើនណាបងប្អូនពេលដែលយើងស្លយើងមួយងាស់ឲ្យវាអស់អាចទឹកព្រៃសាច់មាន់ហ្នឹងហើយនឹងឈាមណាកាប់តាមចំណង់ចំណូលចិត្តបងប្អូនចង់ញ៉ាំតូចឬធំអញ្ចឹងណាកាប់តាមនឹងមកចាបងប្អូនកភ្លៅមាន់នេះខ្ញុំមានប្រហែលជា10កភ្លៅដើម្បីយើងយកមកឆាហ្នឹងណាបងប្អូនហើយដោយសារតែខាងក្នុងវានៅឈាមខ្លាំងដោយសារតែសាច់របស់យើងវាយើងទុកក្នុងកន្លែងកកអញ្ចឹងទៅពេលដែលយើងកាប់មកវាមានឈាមហើយបន្ទាប់ពីកាប់សាច់មាន់ហើយខ្ញុំលាងសម្អាតជ្រុញបងប្អូនព្រោះអីខ្ញុំអត់ចូលចិត្តនៅប្រឡាក់អីចឹងទៅខ្ញុំលាងឲ្យស្អាតព្រោះកុំឲ្យវាឆ្អៀតកន្លែងហើយកុំឲ្យវានៅឈាមប្រឡាក់លិចប្រឡាក់កើតទៅបងប្អូនអញ្ចឹងយើងលាងឲ្យស្អាតទៅជាស្ត្រីមេផ្ទះតែប៉ុណ្្នឹងទេបងប្អូនអើយបោះជូតលាងសម្អាតនឹងឯងហើយប៉ះចំខ្ញុំនឹងជាអ្នកប្រកែខ្ពើមទៀតក៏ខិចមិនបានទេហើយឥឡូវហ្នឹងយើងដាក់ផ្ទះឲ្យក្តៅដាក់ខ្លាញ់ដើម្បីយើងឆាសាច់មាន់មុនគេជាដំបូងគេបងប្អូនហើយខ្ញុំចាក់ប្រេងអូលីវហើយបន្ទាប់មកខ្ញុំដាក់ខ្ទឹមសម្រាប់ចានម្ទេសខ្ទឹមសរបស់ខ្ញុំធ្វើបាន4មុខបងប្អូនយើងលេងខ្ទឹមសហើយនឹងម្ទេសហើយនឹងស្លឹកក្រូចសើចឲ្យបានចូលគ្នាធំឈ្ងុយឲ្យសព្វទៅចាក់សាច់មាន់ចូលបងប្អូនហើយសាច់មាន់នេះផងដែរខ្ញុំឆាអត់តដាក់គ្រឿងក្រៅអីទេឲ្យវាដាច់ទឹកព្រៃបងប្អូនកុំឲ្យវានៅឆ្អាបហើយនៅល្អិលហើយនៅឈាមទៀតចឹងទៅខ្ញុំលីងវាមួយងាស់ឲ្យវាឆ្អិនសាច់សពចូលសាច់គ្នាអស់ហើយបានខ្ញុំបន្តថែមគ្រឿងហើយឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមដាក់ទឹកក្តៅធ្វើម្ហូបមួយមុខទៀតក្នុងពេលតែមួយហ្មងបងប្អូន
lời tục sạch cha mà lại sấn hay xa câu xa cha đâm bay khai về cloud bà đó bông bồn cô sẽ thấy đi nhung vô màu bị tè nơi pin nữa là bông bồn nhung miền đây cho cả nơi pin nữa hay đam bàn lò hay hộp một ní mít mua tha tông yam sạch mònได้សាច់មន់ដែលខ្ញុំឆានេះអត់តន់ដាក់គ្រឿងហើយខ្ញុំយកទៅដាក់ចូលក្នុងសម្លនឹងព្រួយយើងធ្វើអញ្ចឹងដូចគ្នាអញ្ចឹងណាពេលដែលយើងធ្វើតុងចាំយើងឆាសាច់មុនអញ្ចឹងដូចគ្នាអញ្ចឹងខ្ញុំយកសាច់ខ្លះយកដាក់ធ្វើសម្លតែម្ដងហើយសម្រាប់ខ្ញុំស្លាប់ភាដុសម្សៅស៊ុបអីខ្ញុំអត់សូវចង់ប្រើទេដោយសារតែស្មានអត់ត្រូវហើយបើសិនជាដាក់កម្របអីអញ្ចឹងខ្ញុំដាក់ទៅស្មានត្រូវចិត្តវិញហើយតែមានបងប្អូនស្រីៗណាដូចខ្ញុំចាសម្លស្ងោរតុងចាំរបស់ខ្ញុំបានឆ្អិនមុនគេដោយសារតែខ្ញុំប្រើទឹកក្តៅហើយទឹកតិចបងប្អូនខ្ញុំដាក់ថែមគ្រឿងថែមអីអញ្ចឹងទៅឥឡូវហ្នឹងឆ្អិនហើយមូលហេតុដែលឆ្អិនមុនគេដោយសារសាច់ហ្នឹងយើងបានកូរមកត្រឡប់មុនគេដែរហើយអញ្ចឹងណាឥឡូវយើងក៏លេចមើលឆារបស់យើងវិញឆ្អិនសាច់ហើយខ្ញុំចាក់ទឹកប្រេងខ្យងទឹកត្រីស្ករប៊ីចេងហើយនឹងម្សៅស៊ុបបន្តិចហើយខ្ញុំក៏បន្ថែមម្រេចបន្តិចដែរបងប្អូនផ្ទះខ្ញុំភាកច្រើនឲ្យតែឆាអត់ចោលទេម្រេចចូលចិត្តក្លិនម្រេចបងប្អូនឆាចាយើងឆាគ្រឿងចូលគ្នាឲ្យសព្វទៅបន្ទាប់មកខ្ញុំដាក់ទឹកជាមកបន្តិចតែបងប្អូនសម្រាប់ឲ្យមានទឹកនិយាយទៅខ្ញុំធ្វើម្ហូបឆាសាច់មាន់នេះឲ្យសូបបាយឲ្យកូនឆ្កែខ្ញុំខ្លះដែរអញ្ចឹងទៅខ្ញុំត្រូវការដាក់ទឹកឲ្យរៀងច្រើនតិចដើម្បីទុកទឹកអញ្ចឹងណាបងប្អូនហើយមានស្រីៗណាដូចខ្ញុំអើយមេដាដៃ100ហ្មងធ្វើនេះធ្វើនោះក្នុងពេលតែមួយហ្នឹងគឺថាអស់អីដាក់នឹងថែមអញ្ចឹងណាបងប្អូនហើយមិញហ្នឹងខ្ញុំដាក់ស្ករអំពៅចាក់ចូលក្នុងកំប៉ុងថែមដោយសារតែវាអស់ហើយឥឡូវហ្នឹងឆាសាច់មាន់ខ្ញុំបានឆ្អិនហើយខ្ញុំទុកម្លែកចាក់ចូលក្នុងឆ្នាំងដាក់ចូលក្នុងទូទឹកកកព្រោះអីតាទុកខាងក្រៅយូរវាឆាប់ផ្អូមមកបងប្អូនអធិស្ឋានផងថ្ងៃនេះអត់បានធ្វើខ្លួនទេព្រោះអីប្តីអត់នៅប្តីចុះបេសកកម្មអញ្ចឹងទៅនៅផ្ទះរោគរ៉ាបន្តិចមុខមាត់អីអត់មានបានរៀបក្រែមរៀបម្សៅទេបងប្អូនហើយឃើញមើលតអ្នកហិតក្លិនទៅដឹងហើយបងប្អូនរសជាតិឆ្ងាញ់ណាស់ទៅហើយឥឡូវនេះយើងធ្វើម្ហូបទី2គឺឆាតកួនអត់មានប្រេងខ្យងទេបងប្អូនខ្ញុំអត់ដាក់មិនមែនអត់មានទេខ្ញុំអត់ដាក់ដោយសារតែឆានេះភាគច្រើនខ្ញុំឆាដាក់តែម្សៅស៊ុបរ៉ូឌីរួយបន្តិចតួចគឺហើយសម្រាប់ចំណូលចិត្តបងប្អូនចូលចិត្តដាក់ប្រេងខ្យងក៏ដាក់ចុះប៉ុន្តែសម្រាប់ខ្លួនខ្ញុំអត់ដាក់ទេខ្ញុំអត់ចូលចិត្តដូចថាគ្រឿងច្រើនពេកល្អអីចឹងណាហ្នឹងហើយវាប្រៃផងហើយខ្ញុំដាក់តាមម្សៅស៊ុបរ៉ូឌីមកបន្តិចនៅក្នុងកម្របប៉ុណ្ណឹងគឺហើយរួចរាល់ហើយខ្ញុំចាក់ចូលចានតែម្ដងហើយក៏ស្រួលងាយបានញ៉ាំរសជាតិឆ្ងាញ់មួយបែបបងប្អូនពេលដែលយើងឆាអត់ដាក់ប្រេងខ្យងអញ្ចឹងឆ្ងាញ់មួយបែបហើយនេះចានទឹកត្រីដែលខ្ទឹមរបស់ខ្ញុំនៅសល់តាបងប្អូនជឿឆ្ងាញ់មកខ្ញុំតាញ៉ាំបាយជាមួយខ្ញុំខ្ញុំសាក់ព្រមហូបនឹងតិចមើលមិនដែរឆាមួយគេឆ្ងាញ់ញ៉ាំត្រូវមួយបាយខ្ញុំចូលចិត្តកុំឲ្យវាដិតពេកណាស្រាលមកតែដិតពេកឥឡូវគេឲ្យបន្ថយផ្អែមប្រៃហើយនឹងខ្លាញ់អញ្ចឹងយើងស្អីក៏កាត់បន្ថយដែរដើម្បីសុខភាពទាំងអស់គ្នាតកួននេះដូចប្តីខ្ញុំនៅគាត់ឲ្យខ្ញុំសោតទឹកក្តៅមកតង់តែដល់ពេលខ្ញុំនៅម្នាក់ឯងចឹងខ្ញុំអត់សោតទេដោយសារខ្ញុំដឹងតិចតិចធ្វើហើយគាត់ចេះបង្ខំខ្ញុំឲ្យសោតទៅអញ្ចឹងធ្វើតាមចិត្តគាត់ទៅរឿងដែលសំខាន់មួយនោះខ្ញុំចង់ចែកជូនបងប្អូនបានទស្សនាហ្នឹងដោយសារតែឥឡូវហ្នឹងគេកាត់បន្ថយផ្អែមប្រៃហើយនឹងចាហើយដល់ពេលចឹងទៅខ្ញុំរាល់ថ្ងៃទោះជាគេមិនទាន់ប្រកាសខ្ញុំកាត់បន្ថយឲ្យខ្លួនឯងហើយអញ្ចឹងណាអញ្ចឹងបាទខ្ញុំចង់ចែកជូនបងប្អូនទស្សនាថាម្ហូបរាល់ថ្ងៃដែលខ្ញុំធ្វើហ្នឹងគឺកាត់ហើយតាំងពីយូរហើយអញ្ចឹងទៅបាទខ្ញុំមានអារម្មណ៍ថាបើសិនខ្ញុំចែកម្លែកការធ្វើម្ហូបដែលមិនមានជាតិស្ករមិនមានជាតិប្រៃមិនមានជាតិផ្អែមហើយមិនមានជាតិខ្លាញ់បែបមានបងប្អូនទស្សនាតាមដានវីដេអូខ្ញុំអីចឹងណាបងប្អូនតែមិនសូវសង្ឃឹមច្រើនភាគរយសង្ឃឹមតិចទេព្រោះអីម្នាក់ក៏គាត់នៅផ្ទះហើយគាត់ចេះធ្វើម្ហូបខ្លួនគាត់ចឹងណាបងប្អូនហើយរឿងសំខាន់មួយទៀតដែលខ្ញុំចង់បញ្ជាក់ជូនប្រាប់បងប្អូនហ្នឹងគឺថាពេលល្ងាចក៏ខ្ញុំអត់សូវបានញ៉ាំបាយច្រើនទៀងទាត់ដូចថារាល់ថ្ងៃរាល់ពេលចឹងមួយថ្ងៃ3ពេលពេញចឹងខ្ញុំអត់ទេខ្ញុំញ៉ាំតែពេលថ្ងៃត្រង់ច្រើនជាងគេហើយបន្ទាប់មកពេលល្ងាចជួនណាខ្ញុំអត់មានបានញ៉ាំបាយសទេនិយាយទៅញ៉ាំតែបន្លែឆាឬក៏សាច់អីជាមួយបន្លែបន្ទាប់ជ្រលក់ទឹក
ទឹកជ្រលក់ទឹកអីចឹងបងប្អូនខ្ញុំអត់ញ៉ាំបាយទេតែដោយសារតែថ្ងៃនេះខ្ញុំអត់បានញ៉ាំបាយពេលថ្ងៃចឹងទៅខ្ញុំញ៉ាំបាយពេលល្ងាចធ្វើម្ហូបហើយគឺញ៉ាំបាយតែម្ដងអូមិនធម្មតាទេបងប្អូនសិនលើកមេដៃទៀតហើយធ្វើខ្លួនឯងតសើខ្លួនឯងនេះហើយណាគេជឿឥឡូវហ្នឹងដល់ម៉ោងដាក់បាយឲ្យកូនឆ្កែហ្នឹងណាមានកូនមនុស្សទេបងប្អូនហើយដោយសារតែក្នុងផ្ទះហ្នឹងខ្ញុំនៅសល់សាច់នៅទឹកឆារបស់យើងចឹងទៅខ្ញុំដាក់លាយឲ្យកូនឆ្កែតែម្ដងទៅហើយកូនឆ្កែខ្ញុំមាន3ពីចិញ្ចឹមមុនគេហ្នឹងបន្ទាប់មកអាពណ៌សធំហ្នឹងហើយបន្ទាប់មកកូនពៅទូចមួយនៅជាប់ជើងខ្ញុំឯងបងប្អូនមើលទៅថាជីវិតមនុស្សស្រីដូចជារវល់មែនទេរវល់មែនតាបងប្អូននិយាយទៅអត់ទៅណាឆ្ងាយពីចក្រានបាយសោះដូចចាស់លោកពោលថាអីស្រីវិលចង្ក្រានអត់ជុំណាពេលខ្លះអញ្ចឹងមែនតាបងប្អូនដូចថាយើងទូនាទីនៅជាប់នឹងចក្រាននឹងអត់ទៅណាហ្មងណាមិនមែនថាយើងមិនចង់ទេយើងចង់ប៉ុន្តែដូចថាអាទូនាទីធ្វើបាយធ្វើម្ហូបនឹងវាចងជើងអត់មានណាគេចងខ្លួនឯងអញ្ចឹងណាដល់ម៉ោងដឹងមកដល់ម៉ោងដឹងមកដល់ហើយកតោនេះបាយកូនពៅកូនពៅទូចមួយរបស់ខ្ញុំហ្នឹងឯងអើយបងប្អូនហើយនិយាយថាពីលពឹសហ្មងអត់ដឹងនិយាយថាមិនក្រៅពីថាលពឹសយកហ្មងហើយញ៉ាំបាយរួចរាល់ដាក់បាយឲ្យកូនរួចរាល់មុខក្រោយឆ្វេងស្ដាំរួចរាល់ហើយក៏ clean up ចេញនិយាយទៅយើងអ្នកធ្វើយើងអ្នកសម្អាតធ្វើខ្លួនឯងញ៉ាំខ្លួនឯងសម្អាតខ្លួនឯងនិយាយទៅជីវិតជាស្ត្រីមេផ្ទះចឹងហើយបងប្អូននេះទាំងគេទាំងខ្ញុំអត់ខុសគ្នាទេដូចតែគ្នាចឹងឯងចាំថាកើតមកជាមនុស្សស្រីដូចរវល់ខ្លាំងហ្មងណាមនុស្សផងគាត់ចេញទៅធ្វើការតែខាងក្រៅមកពេលគឺហើយមកដល់ផ្ទះគឺអត់មានការងារធ្វើទេតែបើមនុស្សស្រីវិញការងារក្នុងផ្ទះ100ចំពោះហើយមានទាំងកូនចៅកូនឆ្កែកូនឆ្មាកូនមនុស្សទៀតត្រូវធ្វើបាយធ្វើម្ហូបទៅណាអត់រួចហើយសម្រាប់អ្នកផ្សេងខ្ញុំអត់ដឹងណាតែបើសម្រាប់ខ្ញុំនៅមានហាងនៅមុខទៀតដើម្បីយើងទៅធ្វើការរកស៊ីអញ្ចឹងណាពេលអត់ភ្ញៀវខ្ញុំនៅក្នុងផ្ទះមើលចក្រានជើងឆ្នាំងអីចឹងទៅហើយបោះជូតផ្ទះនិយាយទៅពេលដែលមានភ្ញៀវខ្ញុំទៅធ្វើឲ្យភ្ញៀវនៅខាងមុខនៅហាងអញ្ចឹងណាបងប្អូននិយាយទៅអត់សូវត្នេទេជីវិតគឺថារវល់ខ្លាំងណាស់ហើយជីវភាពប្រចាំថ្ងៃរបស់ខ្ញុំវាប៉ុណ្្នឹងឯងនៅក្នុងហាងធ្វើការរកស៊ីបើកហាងហើយមកក្រោយផ្ទះគឺធ្វើម្ហូបញ៉ាំបាយបង្ើប្តីបង្ើក្មួយបង្ើឆ្កែជីវិតនេះវារវល់បងប្អូនអើយធ្វើឲ្យរវល់អញ្ចឹងទៅកុំឲ្យមានពេលត្នេដូចថាបើអ្នកខ្លះគាត់ត្នេគាត់បាំងផ្លិតបាំងអីចឹងយើងវាអត់មានពេលត្នេបាំងផ្លិតហើយណាមួយក៏អត់ចេះដែរនិយាយទៅអរគុណឪពុកម្ដាយដែរដែលអត់បានបរៀនបាំងផ្លិតនឹងឲ្យចេះព្រោះអីសង្គមបច្ចុប្បន្ននេះភាគច្រើនស្លាប់នឹងអាការបាំងផ្លិតនឹងឯងគឺជាពាក់បំណុលគេហ្នឹងហើយសុកចិត្តខ្ចីលុយខ្ចីបុលគេដើម្បីទៅបាំងផ្លិតអញ្ចឹងវិញ្ញាណណាបងប្អូនហ្នឹងហើយកុំឲ្យវែងឆ្ងាយរឿងបាំងផ្លិតឥឡូវយើងក៏លេចមើលការងារផ្ទះរបស់ខ្ញុំវិញគឺថាអើយជីវិតស្ត្រីមេផ្ទះគឺថាបោះជូតនឹងឯងបងប្អូនហើយបើត្រូវចិញ្ចឹមកូនឆ្កែក្នុងផ្ទះអញ្ចឹងវិញទៀតគឺថាមិនបាច់និយាយទេឡើងស្អិតហ្មងអញ្ចឹងជូតដាក់ទឹកសាប៊ូជូតហ្នឹងហើយសម្រាប់ខ្ញុំនេះបកាយខ្ពើមផងនោះដល់ពេលអញ្ចឹងទៅជូតមួយថ្ងៃ3 4 5ដងបងប្អូនហើយអត់ឡើងសឹកអស់ហើយអត់ហ្នឹងហើយខ្ញុំស្រឡាញ់នេះហ្នឹងខ្ញុំចូលចិត្តប្រើវាដោយសារតែវាពូតទឹកបានស្អាតល្អអញ្ចឹងណាបងប្អូនហើយការងារផ្ទះធ្វើមិនចេះហើយទេបងប្អូនហើយបើសិនយើងនៅតែក្នុងផ្ទះហ្នឹងគឺមានអត់ឈប់អត់ឈរទេអញ្ចឹងឥឡូវហ្នឹងក៏សម្រេចចិត្តថាពូតទឹកពូតអីហើយលាងអានេះហ្នឹងហើយក៏សម្រេចចិត្តថាទៅក្រៅវិញមកទៅអត់កើតទេបើសិននៅតែក្នុងផ្ទះហ្នឹងគឺថាបោះហាញជូតនឹងឯងនៅតែទៅរហូតចឹងឯងព្រោះយើងអ្នកស្អាតយើងអត់ចូលចិត្តកកិចអញ្ចឹងទៅក្រុមហូបអាហារទុកឲ្យលោកក្មួយហ្នឹងហើយលោកក្មួយគាត់មកនៅជាមួយអូយមកកូនស្រីពៅញ៉ាំបាយអូយក៏ឆ្ងាញ់ទេណាតើបងប្អូនឥឡូវហ្នឹងខ្ញុំនាំបងប្អូនទៅមុខទៅមើលហាងរបស់ខ្ញុំបើកនៅមុខហើយប្រហែលជាអត់មានក្មួយទៅអង្គុយមើលទេមកទៅហ្នឹងហើយអូបើកទ្វារចោលទៀតទៅហើយភ្លេចភ្លាំងតែអីទេយើងបើកអញ្ចឹងក៏ល្អដែរដើម្បីថាបើសិនមានភ្ញៀវគាត់ចូលមកហើយយើងបានដឹងអញ្ចឹងណាហ្នឹងហើយក៏មកល្ងាចអីម៉ោង 7 ហើយអត់ទាន់បើកភ្លើងមុខទៀតហើយអញ្ចឹងថានេះមើលមុខឯងដល់ហើយជីវិតស្ត្រីមេផ្ទះសំបីតាលេលាបមុខថ្ងៃនេះបានលាបផងក្រែមបានលាបផងបងប្អូនអើយអូទឹកថ្ងៃលេងដងអញ្ចឹងកូននៅយាមហាងចេះណោះអើយបានកូនមួយនៅយាមហាងណាហ្នឹងហើយបងប្អូនអើយមើលឃើញកូនឆ្កែខ្ញុំវាចេះវានៅយាមហាងណាដោយសារតែខ្ញុំថ្ងៃនេះខ្ញុំភ្លេចបិទទ្វារខាងមុខហ្នឹងបើរហូតដល់ខ្ញុំទាញទ្វារបិទហើយបានទៅធ្វើម្ហូបអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំថ្ងៃនេះអរគុណច្រើន
ចាបងប្អូនហ្នឹងហើយតកូនរបស់ខ្ញុំស្រួយស្រាប់បងប្អូនហើយខ្ញុំញ៉ាំអត់ស្ទាក់ស្ទើរទេដោយសារតែខ្ញុំដាក់ក្នុងទូទឹកកកបានយូរថ្ងៃដែរអញ្ចឹងកាត់បន្ថយជាតិគីមីបានច្រើនដែរហើយបើនិយាយរឿងសាច់មាន់ខ្ញុំវិញណាអូនិយាយវាថាបើអ្នកចូលចិត្តត្រជាក់វិញណាអូយត្រូវគ្នាសាហាវហ្មងណាហើយបើនិយាយរឿងតុងយ៉ាំខ្ញុំហ៊ានធានាអះអាងថាខ្ញុំមិនទៅសើខ្លួនឯងមិនបានទេដោយសារតែខ្ញុំញ៉ាំទៅវាត្រូវជាតិហ្មងបងប្អូនខ្ញុំដល់ពេលញ៉ាំអញ្ចឹងខ្ញុំនឹកឃើញប្តីខ្ញុំគាត់និយាយថាអូយទៅញ៉ាំបាយនៅខាងខែវអស់លុយមួយកណោអត់ឆ្ងាញ់ដូចប្រពន្ធធ្វើឯងពេលខ្លះពាក្យសម្ដីដែលប្តីគាត់និយាយទោះជាគាត់ទៅសើលើកទឹកចិត្តរបស់យើងហើយមិនការពិតក៏ដោយក៏យើងមានអារម្មណ៍ថាអូយសុបាយចិត្តដូចថាប្តីគាត់ហូបមកហូបដែលយើងធ្វើទៅវាត្រូវចិត្តត្រូវមាត់អីចឹងណាបងប្អូនហើយធ្វើឲ្យយើងជាមនុស្សស្រីនឹងមានកម្លាំងចិត្តចង់ធ្វើម្ហូបធ្វើអីប្រចាំថ្ងៃឲ្យគាត់ញ៉ាំឲ្យឆ្ងាញ់អញ្ចឹងណាហ្នឹងហើយឥឡូវហ្នឹងដល់ម៉ោងម៉ែហូបបាយហើយដល់ម៉ោងដាក់បាយឲ្យកូនម្ដងខ្ញុំនិយាយទៅខ្ញុំបានឆ្ងាញ់ប៉ុណ្ណាខ្ញុំចង់ឲ្យកូនឆ្កែខ្ញុំញ៉ាំឆ្ងាញ់ដូចខ្ញុំអញ្ចឹងពេលមានសាច់មានម្ហូបឆ្ងាញ់អីចឹងខ្ញុំលៃលោកមានអាកូនទូចកូនធំកូនកដាលអញ្ចឹងបងប្អូនបែងចែកគ្រប់ទិសហើយអូយនិយាយតាមមួយថ្ងៃរវល់ដល់រវល់នឹងកូនឆ្កែហ្នឹងហ្មងមានអាកូនទូចមួយទូចញ៉ទៀតមកនៅហើយបើយើងមិនមើលថែវាយើងយកមកចិញ្ចឹមមិនមើលថែវាមិនកើតអញ្ចឹងតើយើងមើលថែវាហើយបងប្អូនឃើញខ្ញុំញាប់ដៃញាប់ជើងជុំចុះជុំឡើងហ្នឹងខ្ញុំជុំយកសាច់នេះឃើញទេជុំយកសាច់ដើម្បីដាក់ឲ្យកូនឆ្កែអាទូចមួយក្នុងផ្ទះនេះអត់ហ៊ានដាក់នៅខាងក្រៅទេព្រោះអីវាទូចពេកខ្លាចមុខខំខ្លាចអាធំវាធ្វើបាបអីចឹងណាបងប្អូនជប់ឡើងណានេះអាញមួយនេះអូយនិយាយពីថាទឹកថ្ងៃនេះហេវាឃើញដូចល្វីសល្វីហ៎បងប្អូនសង្ស័យវាឈឺប្រហែលថ្ងៃហើយខ្ញុំចេះតែខ្ញុំទៅពីអាថ្នាំកាពះហៅបងប្អូនខ្ញុំខ្លាចវាហូបវាស៊ីអីផ្ដេសផ្ដាស់ចឹងទៅហើយវាឆ្អល់ពោះវាឈឺពោះវាអីចឹងណាអញ្ចឹងទៅឥឡូវហ្នឹងនេះស្ត្រីមេផ្ទះចេញមកដល់ហើយនិយាយពីថាធ្វើខ្លួនឯងញ៉ាំខ្លួនឯងហើយលាងខ្លួនឯងទៀតអើយមួយថ្ងៃរវល់ដល់ហើយមនុស្សស្រីយើងគ្មានពេលសម្រាប់ទេគេហៅថាបវលចង្ក្រានមិនជុំវាអញ្ចឹងមែនណានេះនៅតាចក្រានហ្មងទៅណាអត់រួចមែនហើយមុខរបរហូស៊ីនៅខាងមុខនោះអត់សូវរវល់ទេរវល់តែចក្រានបាយនឹងច្រើនជាងគេយេដូចសុំទៅសើខ្លួនឯងមែនណាពេលខ្លះចាប់អារម្មណ៍ឃើញខ្លួនឯងដូចរ៉ូបតចឹងរ៉ូបតគេហៅថាធ្វើអត់ចេះហត់ណាទៅសើខ្លួនឯងមែនតាបើសិនជាដៃហើយជើងនោះវាចេះសឹកដល់ក្លៀកដល់ក្លៀនអស់ហើយមកទៅបើធ្វើមួយថ្ងៃធ្វើអត់ឈប់អញ្ចឹងហ្នឹងហើយស្រីយើងមានប៉ុណ្្នឹងឯងហើយបើសិនស្រីគ្នាយើងបានមើលវីដេអូខ្ញុំប្រហែលជាគិតដូចតែគ្នានឹងថាអើយហត់ដល់ហើយមួយថ្ងៃកើតជាមនុស្សស្រីអញ្ចឹងណាឥឡូវបន្ទាប់ពីញ៉ាំបាយលាងចានហើយឥឡូវមកជូតផ្ទះទៀតអើយសកម្មភាពខ្ញុំនេះមិនមែន fake ទេណាមិនមែនចេះធ្វើសម្ដែងនៅមុខកាមេរ៉ាគឺប្រចាំថ្ងៃរបស់ខ្ញុំរាល់ថ្ងៃអញ្ចឹងតែម្ដងខ្ញុំចង់ចែកជូនវីដេអូនេះទៅបងបងប្អូនស្រីគ្នាយើងអ្នកដែលសាអ្នកដែលស្រឡាញ់ផ្ទះអ្នកដែលស្រឡាញ់គ្រួសារហើយគាត់ដូចថាគាត់ចង់ប្រកបគុណប្តីធ្វើម្ហូបធ្វើមហាអីផ្ទះសបែងស្អាតអីហ្នឹងនេះមើលគំរូនេះហត់ណាស់លោកអើយលោកអត់ស្រួលទេហើយមើលថែមនុស្សមិនគ្រប់គ្រាន់ហើយមកឆ្កែ 3-4 ក្បាលទៀតហើយមុននឹងទៅដាក់បាយឲ្យកូនឆ្កែហើយអាមេឆ្កែអាកូនឆ្កែក្នុងមួយនឹងអាខាងក្រៅនឹង3ខាងក្នុងនេះ1ហើយបោះជូតនឹងទៅនិយាយទៅអើយវេទនាណាស់កើតជាមនុស្សស្រីចឹងមកថាបើមានប្តីយល់ចិត្តមិនអីណាបើប្តីអត់យល់ចិត្តទៀតដឹងមួម៉ៅហ្មងណាអញ្ចឹងបានសុំបរោះយល់ចិត្តប្រពន្ធផងព្រោះប្រពន្ធហត់ណាស់មួយថ្ងៃផ្គប់គុណតែចិត្តប្តីទេមើលសូម្បីតែមុខមិនបានផាត់ក្រែមមិនបានលាបផងអាហ្នឹងប្តីអត់នៅតែបើប្តីនៅងាប់ផ្គប់គុណគេសូម្បីតែមុខខ្លួនឯងហ្នឹងក៏ត្រូវស្អាតដែរអាហ្នឹងដូចថា
pol tục mà riêng tiệt phụ ấy ở đây còn nơi chẳng á nè ngày ở đây nơi chẳng tới dương thơ Claudia tới đầm bay ao ở đây mơ tới thay dương ô sờ sài dương sạch dương ấy chẳng á nè hay một hộp ha của miênรูปสมรสของสะอาด perfect ไอ้จังชายชมาไอ้มาเรื่องมันนี่ไอ้นังเมียนมาหกเมียนมาหาเป็นนังไอ้จังเตอร์อัดดังทาปปนเวทเนปนาติหรอกเอ้ยให้เนี่ยดาวเจ้าเทิมหกหลังประมาณเมาทอดคลิปวิดีโอพงไอ้พงอะไรนึงห้างสลอนเนี่ยเมียนไอ้อัดเบียมันในมือแต่เมียโกนสกายในมือให้เพลิงก็เหมือนตอนบางอาคังบุกกำลังเมาประมวยเชียงจันปลาเลยให้ต่อไปมาใช้มาแควสงัดเอาเชียบสงัดเชิงอ่ะบงปอนให้เบียนนะเอาเมียมาดึงมาเดียหนึ่งกุยจำมือแต่เมียโกนสกายให้มุกศีลนะบงปอนมือมุกอะไรมุกศีลเนี่ยเอาไปบ้านเรียบไอเตเรียบตะกาเปี่ยมแต่ไงต่างปรึกบ้านโกนสกายมวยหนึ่งกุยเยี่ยมโอ้ยหนัดเคลียให้มวยหนึ่งเจ้โอ้ยเจ้nhung sờ lạnh bia vậy từ sờ lạnh bia mình tên vì che hay na bông ổn vì che mơ thai dương mà cha hay chứ còn thai vì mình che mà rồi vì mình lạnh bọc vì khôi đài tao vì trên bị tia hay cứ bị ăn trâu tia bình tề là ngày chập mong bật háng bông ổn